រឿងទាំងអស់នេះដែលអ្នកនរគ្នាគួរតែធ្វើនៅពេលដែលយើងធ្វើការបង្កើតកម្មវិធី ID របស់ Hi Korea អញ្ចឹងដំណាក់កាលដំបូងនេះគឺយើងត្រូវមាននេះយើងត្រូវមាន email អញ្ចឹងយើងមាន email ហើយអញ្ចឹងយើងត្រូវចងចាំ email របស់យើង ID និង password របស់យើងដូចគ្នាបន្តមកទៀតបានយើងអាចចូលទៅធ្វើការបង្កើត ID និងលេខសម្ងាត់របស់ Hi Korea បានហ្នឹងហើយអូខេអញ្ចឹងនៅក្នុងវីដេអូទាំងមូលនេះខ្ញុំបង្ហាញអ្នកនរគ្នាមកតទៅមួយរបៀបនៃការបង្កើត Hi Korea ដែលខ្លួនឯងដោយមានកុំព្យូទ័រណា ហ្នឹងហើយអញ្ចឹងនេះគឺខ្ញុំបង្កើតនៅលើកុំព្យូទ័រអញ្ចឹងទូរស័ព្ទដៃអ្នកនរគ្នាក៏អាចមើលនៅក្នុងវីដេអូនឹងបានដែរអាចសាកយកទៅលបងទៅធ្វើបានណាហ្នឹងហើយអូខេអញ្ចឹងដូចខ្ញុំបញ្ជាក់មុនហ្នឹងអញ្ចឹងទី1គឺយើងត្រូវតែមានអឺ email ជាមុនសិនអញ្ចឹងយើងចូលទៅធ្វើការរៀនបង្កើត email ទាំងអស់គ្នាហ្នឹងហើយអញ្ចឹងខ្ញុំបញ្ចូលក្នុងវីដេអូនេះតែមួយជាមួយគ្នាតែម្ដងអញ្ចឹងយើងធ្វើការបង្កើតមកហ្នឹងហើយអញ្ចឹង create account email របស់យើងអញ្ចឹងយើងដាក់ចូលមកណាហ្នឹងហើយអញ្ចឹងfor my personal use ឡើយនេះយើងគ្រាន់តែចុចតាមហ្នឹងទៅបានហើយហ្នឹងហើយអញ្ចឹងយើងចុចលើនឹងមួយពងមកហ្នឹងហើយអញ្ចឹងយើងធ្វើការចុចលើ for my personal use ហ្នឹងមួយមកអញ្ចឹងវានឹងចូលទៅបន្ទាប់ទៀតឲ្យយើងធ្វើការវាបញ្ចូលនៅឈ្មោះរបស់យើងអញ្ចឹងឈ្មោះរបស់យើងឡើយនេះយើងចង់ធ្វើការវាជាឈ្មោះយ៉ាងម៉េចក៏បានដែរប៉ុន្តែជាទូទៅខ្ញុំលើកចិត្តឲ្យវាយអក្សរធំដូចជាមួយនឹង ID card របស់យើងមកណាហ្នឹងហើយអញ្ចឹងពេលដែលយើងវាយរួចរាល់ហើយយើងធ្វើការចុចពាក្យបន្ទាប់ហ្នឹងហើយអញ្ចឹងយើងចុចពាក្យបន្ទាប់ឡើយនេះពងមួយមកបាទអញ្ចឹងខាងលើនេះយើងពេញថ្ងៃខែឆ្នាំកំណើតរបស់យើងអញ្ចឹងការបង្កើត email គឺអត់ប្រកាន់ទេដាក់ខុសនឹងដាក់ត្រូវ email ថ្ងៃខែឆ្នាំកំណើតរបស់យើងហ្នឹងគឺយើងអត់ជាចាំបាច់ថាដាក់ឲ្យត្រូវឬមួយក៏អត់ហ្នឹងទេហ្នឹងហើយអញ្ចឹងខាងក្រោមយើងធ្វើការជ្រើសរើសpage របស់យើងបាទអញ្ចឹងយើងជ្រើសរើសមួយមកយើងចុចពាក្យ next បន្ទាប់ទៅដំណាក់កាលបន្ទាប់កន្លែងនេះ email យើងរើសក៏បានឬមួយយើងបង្កើតខ្លួនឯងក៏បានអញ្ចឹងខ្ញុំរើសហើយខ្ញុំធ្វើការចុចបន្ទាប់មកអញ្ចឹងកន្លែងនេះគឺយើងធ្វើការបង្កើតនៅលេខសម្ងាត់របស់ email របស់ខ្ញុំហ្នឹងហើយអញ្ចឹងលេខសម្ងាត់នេះខាងលើនិងខាងក្រោមយើងដាក់ឲ្យដូចគ្នាមកអញ្ចឹងមានអក្សរតូចមានអក្សរធំហើយមានសញ្ញាពិសេសឲ្យមកហ្នឹងហើយអញ្ចឹងយើងធ្វើការវាបញ្ចូលមកបាទអញ្ចឹងឲ្យចុចពាក្យបន្ទាប់ទៅអញ្ចឹងកន្លែងនេះគឺយើងត្រូវធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងលេខទូរស័ព្ទរបស់យើងនៅកូរ៉េហ្នឹងហើយអញ្ចឹងអ្នកនៅកូរ៉េក៏យើងមានទូរស័ព្ទដៃផ្ទាល់ខ្លួនរបស់យើងហើយអញ្ចឹងយើងធ្វើការវាបញ្ចូលមកហ្នឹងហើយអញ្ចឹងលេខទូរស័ព្ទដៃរបស់យើងប្រហែលយើងធ្វើការវាបញ្ចូលមកណាអញ្ចឹងតិចទៀតខ្ញុំធ្វើការដាក់លេខទូរស័ព្ទដៃរបស់ខ្ញុំហើយហ្នឹងហើយអូខេចុចពាក្យបន្ទាប់បាទអញ្ចឹងកន្លែងនេះខាងGoogle ខាង Gmail គឺគេនឹងផ្ញើលេខទៅកាន់ទូរស័ព្ទដៃរបស់យើងហើយអញ្ចឹងយើងធ្វើការឆែកមើលលេខទូរស័ព្ទដៃនៅក្នុងទូរស័ព្ទដៃរបស់យើងមកអញ្ចឹងមានសារយើងយកមកវាបញ្ចូលមកប៉ុន្តែបើសិនណាជាយើងវាខុសក៏វាអត់ចេញឲ្យដែរអញ្ចឹងលុះត្រាតែយើងធ្វើការវាលេខកូដដែលត្រឹមត្រូវហ្នឹងហើយអញ្ចឹងចុចហើយចុចពាក្យបន្ទាប់មកចឹងកន្លែងនេះយើងដាក់ email ដើម្បីយើង recovery កន្លែងនេះមានន័យថាពេលណាយើងភ្លេច password ផ្សេងៗយើងអាចទាញយកមកវិញបានតាម email ហ្នឹងអញ្ចឹងណាអញ្ចឹងអូខេអញ្ចឹងចុចបន្ទាប់មកហ្នឹងហើយអញ្ចឹងយើងធ្វើការចុចបន្ទាប់កន្លែងនេះមួយមកបាទអញ្ចឹងចុច next មួយមកហ្នឹងហើយអញ្ចឹងយើងទាញទៅក្រោមមួយចុចពាក្យ crease ទាំងអស់ហើយយើងធ្វើការចុច create account បាទអញ្ចឹងកន្លែងនេះយើងធ្វើការបង្កើតGmail របស់យើងទុកប្រើប្រាស់ជាផ្លូវការហ្នឹងគឺរួចរាល់ហើយហ្នឹងហើយអញ្ចឹងនេះគឺជា Gmail របស់យើងអញ្ចឹងពេលដែលយើងមាន Gmail នេះរួចរាល់ហើយអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើងចូលទៅធ្វើការបង្កើត ID និងលេខសម្ងាត់របស់ Hi Korea របស់យើងហ្នឹងហើយអញ្ចឹងកន្លែងនេះយើងចុចពាក្យ Favon Kaip ហ្នឹងហើយអញ្ចឹង Favon Kaip របស់យើងមួយពងមួយមកអញ្ចឹងយើងអូសទៅក្រោមឲ្យផុតមួយហើយយើងចុចពាក្យ John Share ធងើយកន្លែងនេះមានន័យថាយើងយល់ព្រមទាំងអស់ហើយបន្តទៀតយើងចុចពាក្យ Kaip Haki បាទអញ្ចឹងកន្លែងនេះគឺយើងយកពាក្យ Kain បាទចុចពាក្យ Web Cookie នឹងមកអញ្ចឹងធឹងរក Bonho នឹងមកយើងធ្វើការកន្លែងនេះយើងវាបំពេញអត់ប្រហែលយើងធ្វើការវាបំពេញនៅWeb Cookie ធឹងរក Bonho របស់យើងអញ្ចឹងកន្លែងសញ្ញាដែលឃើញផ្កាយក្រហមនេះយើងត្រូវដាច់ខាតត្រូវតែបំពេញណាហ្នឹងអញ្ចឹងលេខ ID card របស់យើងប្រហែលអញ្ចឹងលេខ ID card របស់យើងប្រហែលយើងធ្វើការវាបញ្ចូលមកហ្នឹងហើយអញ្ចឹងដូចខាងលើនេះគឺជាលេខ ID card របស់ខ្ញុំធ្វើការវាបញ្ចូលមកហ្នឹងហើយអញ្ចឹងវាបញ្ចូលពងមកហើយខាងក្រោមនេះទី2គឺឈ្មោះរបស់យើងអញ្ចឹងឈ្មោះរបស់យើងអក្សរធំដាក់ឲ្យដូចជាមួយនឹង ID card របស់យើងមកណាហ្នឹងហើយអញ្ចឹង ID card ប្រហែលគឺយើងធ្វើការវាបញ្ចូលលេខ ID card របស់យើងប៉ុណ្ណឹងដែរហ្នឹងហើយអញ្ចឹងលេខខាងក្រោមនេះបាទលេខប្រហែលយើងវាយប៉ុណ្ណឹងមកចុចពាក្យ plug in មួយពងអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលសំខាន់យើងចូលទៅធ្វើការបង្កើត ID របស់ Hi Korea របស់យើងចាំបន្តទៀតចុចនៅពាក្យនៅក្បែរហ្នឹងគឺជុំបុក plug in អញ្ចឹងកន្លែងនេះគឺមានន័យថាឈ្មោះហ្នឹងអាចប្រើបានអត់អញ្ចឹងកន្លែងនេះគឺអាចប្រើប្រាស់បានចុចពាក្យ plug in មកបាទអញ្ចឹងខាងក្រោមនេះគឺយើងធ្វើការបង្កើតនៅលេខសម្ងាត់របស់ Hi Korea របស់យើងអញ្ចឹងលេខសម្ងាត់ ID លេខសម្ងាត់គឺដាច់ខាតត្រូវតែរក្សាទុកណាដោយសារតែ Hi Korea យើងចង់ស្វែងរកវិញគឺពិបាកមែនតើដោយសារត្រូវតាក់ទងទៅខាង
ជ្រាបគូកអីផ្សេងៗដើម្បីឲ្យគេឲ្យយើងឲ្យ ID មកយើងអីផ្សេងៗតែចឹងពិបាកអូខេអញ្ចឹងខាងក្រោមនេះយើងធ្វើការបំពេញ email ដែលយើងបង្កើតមុនហ្នឹងហើយអញ្ចឹង email យើងបង្កើតអញ្ចឹងemail របស់យើងប្រហែលយើងវាយបញ្ចូលមកណាហ្នឹងហើយ ID email របស់យើងកន្លែងនេះគឺឈ្មោះយើងហើយនឹង Gmail របស់យើងដាក់បញ្ចូលមកហើយលេខទូរស័ព្ទខាងលើខាងក្រោមនេះគឺយើងវាឲ្យដូចគ្នាមកហ្នឹងហើយអញ្ចឹងច្បាស់ណាស់អ្នកនរនេះសួរថាតើID លេខសម្ងាត់របស់ Hi Korea ទុកប្រើធ្វើអីអញ្ចឹងយើងទី1យើងធ្វើការកក់យើងយាយយ៉ាក់ជ្រាបគុកមុននឹងយើងទៅធ្វើតឯកសារឬមួយក៏ដូរវីសាផ្សេងៗហ្នឹងទៅអញ្ចឹងទី2យើងអាចឆែកមើលសុពលភាពបានទី3យើងអាចរាយការណ៍ការងារក្នុងករណីដែលយើងធ្វើការដូរការងារឬមួយក៏រកបានការងារយើងត្រូវការរាយការណ៍នៅហ្នឹងអញ្ចឹងជា website ផ្លូវការរបស់ខាងរដ្ឋកូរ៉េអូខេយើងពេញលេខទូរស័ព្ទចូលរួចរាល់ហើយយើងធ្វើការចុច log in ហ្នឹងមកអញ្ចឹងកន្លែងនេះគឺជាព័ត៌មានរបស់យើងមានន័យថាឈ្មោះរបស់យើងហើយ email របស់យើងបានធ្វើការបង្កើត Hi Korea បានជោគជ័យរួចរាល់ហើយហ្នឹងហើយអញ្ចឹងរឿងបន្ទាប់ទៀតអញ្ចឹងបង្កើត line ហ្នឹងមកតង់ហើយគឺអត់ទាន់ជោគជ័យ 100% ណាអញ្ចឹងអ្នកទាំងអស់គ្នានឹងតិចទៀតខ្ញុំនឹងបញ្យល់ថាហេតុអីបានជា email សំខាន់នៅកន្លែងនេះអញ្ចឹងពេលណាដែលខ្ញុំចូលមក log in យើងវាយ ID របស់យើងដែលយើងបង្កើតមុនហ្នឹងហើយបន្តមកទៀតយើងធ្វើការបង្កើតនៅលេខសម្ងាត់បាទលេខសម្ងាត់របស់ Hi Korea របស់យើងហើយចុចពាក្យ log in មួយពោមកអញ្ចឹងកន្លែងនេះអ្នកនឹងឃើញហើយអញ្ចឹងដើម្បីដំណើរការHi Korea នឹងបានលុះត្រាតែយើងទៅ in ជាមួយនឹងemail របស់យើងអញ្ចឹង email របស់យើងគឺជា email ដែលយើងបង្កើតមុនហ្នឹងអញ្ចឹងអញ្ចឹងអ្នកនរដឹងហើយថាហេតុអីបានជា email គឺវាសំខាន់អញ្ចឹងកន្លែងនេះគឺជាកន្លែងសំខាន់អញ្ចឹងចូលមកកន្លែងឆែកកន្លែង email របស់យើងឃើញទេអ្នកគេផ្ញើសារមកហ្នឹងហើយអញ្ចឹង Hi Korea ហ្នឹងហើយ web on Khaib mail អញ្ចឹងចុចលើនឹងពងមួយជាងទីមួយក្រោមតិចមានពាក្យ in ចឹងអញ្ចឹងអ្នកគ្នា in ចឹងអញ្ចឹងចុចលើពាក្យ in ចឹងនឹងមួយពងអញ្ចឹងបានវាឲ្យដំណើរការID និងលេខសម្ងាត់របស់ Hi Korea របស់យើងចុចពាក្យឡើងនេះមកឃើញហើយវាដាក់ថា in ចឹងសងគងអញ្ចឹងមានន័យថាការ Hi Korea របស់យើងគឺបង្កើតគឺបានជោគជ័យរួចរាល់ហើយអញ្ចឹងយើងអាចតេស្តសាកល្បងចូលទៅក្នុង Hi Korea របស់យើងបានអញ្ចឹងយើង log in មកអញ្ចឹងID របស់យើងមិញហើយនឹងលេខសម្ងាត់របស់យើងមិញគឺយើងបានរួចរាល់ហើយយើងបានធ្វើការបង្កើតរួចរាល់ហើយចុច log ចូលមកហ្នឹងហើយចុច log in មួយពងអញ្ចឹងអ្នកនរឃើញនៅខាងលើនេះគឺគេដាក់ឲ្យ log in ហើយយក SIM នេះដែរអញ្ចឹងមានន័យថាការបង្កើតរបស់យើងគឺបានជោគជ័យហើយអញ្ចឹងអ្នកនេះអាចយក ID លេខសម្ងាត់ហ្នឹងទៅប្រើប្រាស់បានហើយអញ្ចឹងការបង្កើត ID របស់ Hi Korea ក៏វាមិនស្រួលក៏វាមិនពិបាកដែរលុះត្រាយើងធ្វើច្រើនដងទៅបានយើងចេះអញ្ចឹងណាហ្នឹងហើយអូខេអញ្ចឹងពេលណាដែលយើងបង្កើតរួចរាល់ហើយអញ្ចឹងឥឡូវខ្ញុំតេស្តបង្ហាញអ្នកនរគ្នាអញ្ចឹងក្នុងករណីដែលខ្ញុំចង់ឆែកមើលសុពលភាពរបស់ខ្ញុំនៅសល់តើនៅសល់រយៈពេលប៉ុណ្ណាអញ្ចឹងខ្ញុំក៏ចូលមកកន្លែងនេះមកកន្លែងរូបដូចកន្លងកាយណាអញ្ចឹងកន្លែងនេះខ្ញុំធ្វើការវាយបំពេញនៅលេខ passport របស់ខ្ញុំអញ្ចឹង passport របស់យើងលេខប្រហែលយើងធ្វើការវាយបំពេញបញ្ចូលមកហើយបន្ទាប់ទៀតទី2បាទទី2គឺយើងជ្រើសរើសគូកចកមានន័យថាប្រទេសរបស់យើងអញ្ចឹងយើងនៅប្រទេសណាអញ្ចឹងយើងទៅកម្ពុជាយើងជ្រើសរើសកម្ពុជាមកណាហ្នឹងហើយអញ្ចឹងទីមកក្រោយទៅឃើញពាក្យ Cambodia ហ្នឹងហើយអូខេអញ្ចឹងបន្តទៀតខាងលើទី3នេះគឺបំពេញថ្ងៃខែឆ្នាំកំណើតរបស់យើង1993អញ្ចឹងប្រហែល09ឬមួយប្រហែលសាច់លើយើងដាក់ហ្នឹងហើយដូច passport យើងមកណាអញ្ចឹងលេខខាងក្រោមនេះបំពេញមកចុចពាក្យ plug in មួយពងអញ្ចឹងឃើញវាចេញមកនេះអញ្ចឹងគឺបច្ចុប្បន្នយើងសុពលភាពរបស់យើងគឺនៅសល់រហូតដល់ឆ្នាំ2026ខែ9ថ្ងៃទី29បាទហ្នឹងហើយអញ្ចឹងការឆែកមើលគឺតែប៉ុណ្្នឹងអញ្ចឹងការប្រើប្រាស់ Hi Korea និងរបៀបបង្កើតនៅនេះអាចមើលក្នុងវីដេអូរបស់ខ្ញុំផ្សេងទៀតបានក៏បានដែរហ្នឹងហើយអញ្ចឹងមានចង្អុលមានបញ្ហាអាច comment នៅក្នុងវីដេអូហ្នឹងបានហើយចង់ឲ្យខ្ញុំធ្វើវីដេអូផ្សេងទៀតក៏អាច comment បានដែរហើយកុំភ្លេចជួយ subscribe ខ្ញុំម្នាក់មួយផងបានហ្នឹងហើយអរគុណច្រើន